Hiya, mà hai à sầm lan châm, ní anh sốc chật ngọt hai miền tới. Chính phòng anh hiên phun nọt này tê á. À rom hai pro, phun nọt cho mỗi anh lực ná, cọt xài lơi dương đây. Anh smart đã bong phao dương khai mền đấy á. Bộ anh tung chật, dương con đánh dây không mà pê đi. Sa chú, đã bê tay mà đong tới, cầm ai bê tay na. Cha, nè pro, cha nè pro. Màu vinh các bạn đấy. Bộ dương sộp cho cha ơi, bộ dương sộp cho cha ơi, tục chi vật ai phong. Nói xa từ bộ anh prom cho chanh, dương prom tục chi vật ai anh cho. Chà mình, à châm, anh prom cho chanh để tê. Ôi, prom cho cha ơi, cho cha ơi, cho cha ơi, cho cha ơi. Mà nắc svan tha rọt mình thấy là bay mua bay máng mà lo chừng con châu tránh trình phòng sót. Cái anh này vậy tha, mình prom cho chanh dương nữa ấy, hai đây ban chụp pin đi, cho chanhแบบนี้ hả? ពួកយើងសិតតែមកពីភពតែមួយចាំបាច់ធ្វើដល់ថ្នាក់នឹងមែនទេហ៎ ពេលនេះឯងដឹងថាមកពីពិភពតែមួយហើយបើយើងគ្មានរថក្រោះបែបនេះសេរីកណ្ដងដាក់ចំក្បាលប្រហែលជាឯងខ្មើជាងនេះណា អាយ៉ាអាប់អូនខាងដែរអើយកុំឆេវឆាវកុំឆេវឆាវកុំឆេវឆាវពេកមួយដល់ក៏ដាក់សិញនឹងក៏បៃបារបស់យើងតែតែមានការតំណាក់តំណងល្អហេតុអីបានជាពួកយើងច្បាំងគ្នាបែបនេះទៅវិញបើយើងធ្វើសង្គ្រាមអ្នកដែលទទួលលទ្ធផលនោះគឺជាប្រជារាស្ត្រទាំងអស់ត្រូវដែរទេ ហេតុអីបានជាលោកចង់ឈ្លានពានយកទឹកដីរបស់ប្រទេសជាតិខាងអញ្ចឹង និយាយកលិចកលុចមកនិយាយមក ដំបូងមកពីគេញុះញង់ឲ្យយើងចង់ខ្លាយទៅជាអធិរាជដូច្នេះហើយបានជាយើងធ្វើថាអាយអធិរាជកុំតោះ ដើរឈ្លានពានទឹកដីរបស់គេចង់ស៊ីមកក្រកកំភ្លើងមែនទេហ៎មិនចេះខ្មាស់គេ ហើយយើងក៏មិនចង់ចឹងដែរ បើមិនចង់ចឹងទេហេតុអីបានជាធ្វើបែបនេះហ៎យ៉ាងម៉េច កុំធ្វើបាបយើងចាប់យើងបកគលត្រាស្ដាច់ឲ្យឯងទៅម្ដងទៅដែរ ទៅចាប់ខ្លួនទៅ អាយណាឯងក៏ធ្វើចឹងឯងក៏ធ្វើចឹងមើល បលជោព្រះអង្គឥឡូវនេះចាប់ចែងរួចហើយ ឆេងហ្វុងទេបំផាត់ភាពរុងរឿងនៅគាត់អាស៊ីងបានត្រឡប់ដេកដើមវិញហើយតើនេះជាការយកសពទេអូយឈឺណា មិនមែនយល់សពទេវាគឺជាការពិតច្រើនថ្ងៃកំឡុងទៅហើយគ្មានដំណឹងអំពីព្រះរាជានោះទេច្បាស់ណាស់ឆេងហ្វុងច្បាស់ជាស្លាប់នៅក្នុងសមរភូមិមិនខាន ខ្ញុំម្ចាស់គិតថាប៉នាងច្បាស់ជាពិបាកដោះស្រាយណាស់ពីព្រោះថាពេលនេះវាប្រហែលជាលួចទ្រព្យសម្បត្តិហើយបន្តមកទៀតតើវាប្រហែលជានាំព្រះរាជារត់បាត់ទៅហើយទេដឹងសូមនាងកុំនិយាយផ្ដាស់រឿងរ៉ាវយ៉ាងម៉េចចេះយើងអត់ទាន់ដឹងច្បាស់នៅឡើយទេណាសូម្បីតែរឿងព្រះរាជាក៏យើងមិនទាន់បានដឹងច្បាស់ ដឹងច្បាស់មែនទេរឿងនេះពិតជាមិនធម្មតានោះទេបើតាមទទួលបង្គំគិតតាមមើលទៅប្រហែលជាគេរត់ចោលទៅណាបាត់ទេដឹងហ៎ มันអាចទៅរួចទេ ពុកមកទីនេះដែរសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់បញ្ជាពីព្រះអង្គម្ចាស់ចាប់ខ្លួនឈីងហ្វុងសរសេរសម្បត្តិព្រមចុះចាញ់នគរបៃម៉ាបាត់ជាត្រឹមត្រូវហើយលុះត្រាតែព្រះអង្គម្ចាស់ព្រមរៀបអភិសេកជាមួយនគរបៃម៉ាអ្វីទាំងអស់ត្រូវបានដោះស្រាយព្រះអង្គម្ចាស់សៅតែងតែរកលេសដើម្បីប្រឆាំងជាមួយនឹងកូនប្រុសរបស់ទូបង្គំគ្រាន់តែព្រះរាជាទៅពី3ថ្ងៃសោះលោកចង់ដណ្ដើមរាជឱកាសមួយនេះយើងរងចាំយូរណាស់មកហើយដើម្បីមានឱកាសមួយនេះខ្ញុំយល់ស្របជាមួយនឹងគំនិតព្រះអង្គបញ្ញត្តិទៅសេសាចុះចាញ់ឲ្យហើយទៅបញ្ញត្តិចុះចាញ់ឲ្យហើយទៅ ពួកលោកបន្ទុកយើងនៅក្នុងកែភ្នែករបស់លោកទេមែនទេ តាមមើលទៅព្រះនាងសម្រេចចិត្តមិនបាននោះទេដូច្នេះទុកឲ្យទូបង្គំជាអ្នកសម្រេចចិត្តជំនួសសូមព្រះអង្គម្ចាស់សម្រេចចិត្តសូមព្រះអង្គម្ចាស់សម្រេចចិត្ត ម្ល៉េះហើយបានជាធ្វើអញ្ចឹងមែនទេ ព្រះនាងបើថ្ងៃនេះព្រះនាងមិនយល់ព្រមនោះទេអញ្ចឹងមានតែប្រើធម៌ក្តៅពួកឯងឆាប់ចូលមក ណាហ៊ាន ព្រះអង្គម្ចាស់សិណាត្រង់ពិតជាឈួតពេកហើយថ្ងៃនេះយើងនឹងកំចាត់ចោលអ្នកដែលប្រឆាំងជាមួយយើងត្រូវហើយថ្ងៃនេះយើងត្រូវតែកំចាត់ចោលមែនទេលោកមន្ត្រីយើងទើបមកពីសមរភូមិតើឯងចង់កំចាត់ចោលនរណាគេ ឆេងហ្វុងសង្គ្រាមនៅចំពោះមុខមិនទាន់បានចប់ផងឯងបែរជាលួចត្រឡប់មកវិញមែនទេពេលនេះឯងកំពុងតែមានទោសធំហើយនរណាថាសង្គ្រាមមិនទាន់ចប់នោះយើងក៏បានចាប់ស្ដេចបៃម៉ាក៏មកដល់ទីនេះដែរឬមួយក៏អាចចង្រៃឯងនេះកំពុងតែដណ្ដើមរាជបល្ល័ង្ក ត្រឹមតែរយៈពេល3ថ្ងៃសោះលោកអាចសម្រាប់សត្រូវបានហើយត្រឡប់មកវិញមែនទេធ្វើដូចជាខ្លួនឯងនឹងអស្ចារ្យណាស់អញ្ចឹងលោកព្រះ ឆេងហ្វុងឲ្យបរាជ័យឬក៏ជោគជ័យទៅកូនហេតុអីបានជីវិតត្រឡប់មកវិញចឹង
ដូចជាមិនយល់ទេពុកស្ដាប់សម្ដីរបស់ខ្ញុំតែមើលតែសំជាបរាជ័យដែរទេហ៎ពិតមែន